ទស្សនវិជ្ជាមួយនេះគឺ admin ផ្ដិតយកពីទស្សនវិជ្ជានៅលើទឹកដីនៃភូមិស្រែគោឃុំស្រែគោស្រុកសេសានខេត្តស្ទឹងត្រែងអ្នកទាំងអស់គ្នាហើយក៏ជាកម្មវិធីការរបស់កូនបងប្រុសដែលគាត់បានអញ្ជើញរូបសម្បត្តិ admin ឲ្យចូលរួមក្នុងកម្មវិធីរបស់កូនរបស់គាត់ហើយក៏ជាលើកទី1ដែរដែល admin បានមកជាន់នៅទឹកដីនៃភូមិស្រែគោនេះសម្រាប់កម្មវិធីផ្សេងៗថាកម្មវិធីការគូកំណើតអីនោះទេគឺ admin អត់ដែរមកទេហើយនេះក៏ជាលើកទី1ដែរសម្រាប់ admin ដែលបានមកចូលរួមក្នុងកម្មវិធីមួយនេះផងដែរហើយ admin ក៏សូមប្រតិយកទស្សនវិជ្ជាខ្លះៗនៅក្នុងកម្មវិធីផ្ទាល់តែម្ដងដោយសារតែផ្លៃអារម្មណ៍ដែរសម្រាប់មូលដ្ឋានឬក៏ភូមិនីមួយៗគឺការប្រារព្ធពិធីគឺអត់ដូចគ្នាទេអ្នកនរគ្នាភូមិខ្លះគេធ្វើបែបផ្សេងភូមិខ្លះគេធ្វើបែបផ្សេងអញ្ចឹងណាអ្នកនរគ្នាហើយសម្រាប់ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីនេះគឺពេញតុកតែម្ដងអ្នកនរគ្នាហាក់បីដូចជាអត់មានសល់មកតុកអីណាទេអ្នកនរគ្នាអើយគឺពេញបឹបតែម្ដងហើយសម្រាប់ក្នុងកម្មវិធីផ្ទាល់នេះគឺមានភ្ញៀវច្រើនក៏បានមកចូលរួមទាំងប្រុសទាំងស្រីមានកន្លោះកុំមកអញ្ចឹងទៅអ្នកនរគ្នាហើយនោះក៏ជាម្ចាស់កម្មវិធីម្ចាស់พ่อแม่พี่น้องทั้งสมีอายน้องเขามารวมสมคอมมิตี้ของขน่อยนี่เห็นเม็ดบอมีว่าว่าอะไรก็บุญม้วนอันนี้บอลบอลហើយខាងមានអ្វីដែលប្លែកសម្រាប់ពុកម៉ែបងប្អូនអរគ្នានេះក៏ដោយសារតែការថ្លែងអំណរគុណរបស់ម្ចាស់កម្មវិធីគឺគាត់និយាយភាសាលាវក្នុងការថ្លែងអំណរអគុណទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីរបស់កូនលោកទាំងពីរហើយនេះក៏ដោយសារតែនៅក្នុងតំបន់មួយនេះគឺភាគច្រើនគឺនិយាយតែភាសាលាវទេអ្នកនរគ្នាដូច្នេះហើយបានជាគាត់ថ្លែងអំណរអគុណភ្ញៀវយ៉ាងដូចនេះហើយក៏មិនត្រឹមតែភូមិស្រែគោនេះទេអ្នកនរគ្នាដែលចេះនិយាយភាសាលាវនោះភូមិផ្សេងទៀតក៏និយាយភាសាលាវដូចគ្នាដែរហើយភាសាគឺចេះត្រឹមតែនិយាយទេហើយបើឲ្យថាសរសេរជាអក្សរគឺពួកគាត់មិនចេះនោះទេគាត់បានតែនិយាយតគ្នាអញ្ចឹងណាអ្នកនរគ្នាសម្រាប់ការរៀនសិក្សាអក្សរអីគឺរៀនអក្សរខ្មែរធម្មតានោះទេដូច្នេះហើយបានជានៅក្នុងតំបន់នេះគឺភាគច្រើននៅលោកគឺនិយាយតែភាសាលាវហើយមិនត្រឹមតែខេត្តស្ទឹងត្រែងឬក៏ភូមិស្រែគោនេះទេអ្នកនរគ្នាគឺមានភូមិជាច្រើនទៀតនៅលើទឹកដីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងក៏មាននិយាយភាសាលាវដែរហើយរហូតដល់ខេត្តប្រវៀឬក៏ខេត្តរតនគិរីក៏មានដែរអ្នកនរគ្នាហើយនេះក៏ជាទស្សនវិជ្ជានៃជ្រុងមួយនៃក្នុងកម្មវិធីផ្ទាល់តែម្ដងមានការហូបចុកបុកទាគឺដូចគ្នាទេអ្នកនរគ្នានេះពេលបច្ចុប្បន្នមិនដូចកាលពីសម័យមុននោះទេសម័យមុននោះគឺมันមានការហូបចុកបែបនេះទេអ្នកនរគ្នាគឺគ្រាន់តែយើងហូបចុកលក្ខណៈបបសបបក្រៅអញ្ចឹងណាអ្នកនរគ្នាតែឥឡូវគឺអត់ទេអ្នកនរគ្នាគឺមានការហូបចុកបុកទាមានទុកមានអីដូចតែនៅទីក្រុងដែរអ្នកនរគ្នាហើយយ៉ាងណាមិញបើសិនណាជានៅក្នុងខ្សែវីដេអូមួយនេះបើសិនណាឆ្កងនៃប្រការណាមួយជាស្រ័យចំពោះពុកម៉ែបងប្អូនសារតែ admin គាត់តែចង់ផ្ដិតយកទស្សនវិជ្ជាឬក៏ជ្រុងមួយសម្រាប់ចែករំលែកទៅកាន់លោកពុកអ្នកដែរក៏ដូចជាប្រិយមិត្តដែលបានតាមដានទស្សនានៅខ្សែវីដេអូរបស់ admin កន្លងមកអរគុណច្រើនសម្រាប់បងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ admin កន្លងមកបើសិនណាជាមានខុសឆ្គងនៅប្រការណាមួយជាស្រ័យទុកជាមុនបើសិនណាជាខុសឲ្យតែជាណាចុចក្រោយនៅវីដេអូសូមអរគុណសូមគោរពលាជួបគ្នាវីដេអូក្រោយបាយបាយยินเสียงฟ้าห้องหำถามใจអ្វីដែលប្លែកទៅទៀតនោះគឺនៅមុខរោងការក្រៅពីអមហូបការបងប្អូនក៏អាចទិញមុខលហុងឬក៏បុកមីមានទិញការ៉េមសម្រាប់បងប្អូនដែលអស់នៅគេហៅថាគ្រឿងខ្លែមគឺអាចរកសេវាកម្មទាំងអស់នេះបាននៅលើទឹកដីនៃភូមិស្រែគោ